តាមប៉ាត់បណ្ណាគេនៅចិត្តផ្ទះនឹងឯងមកដើរទៅប៉ាច់ខ្ទង់10នាទីអីហ្នឹងដែលមានពេលមកសោះភាគច្រើនពេលដែលខ្ញុំទៅនេះអីក៏ខ្ញុំទៅសាកលវិទ្យាល័យដើម្បីអានសភៅអានអីហ្នឹងឯងណាមួយខ្ជិលផងអញ្ចឹងមានតែចេញចូលសាកលវិទ្យាល័យហ្នឹងឯងស្រួលជាងប៉ុន្តែនៅនេះសភៅគេក៏គេសម្បូរច្រើនដែរគាត់ចង់ធ្វើ research ឬមួយក៏សិក្សាស្រាវជ្រាវអីហ្នឹងគឺនៅនេះក៏គេមានសភៅច្រើនហើយបើសិនបើកាក់ដែលថាយើងចង់ខ្ចីសភៅក៏យើងអាចខ្ចីបានដែរហើយអ្វីដែលសំខាន់ទៀតពេលដែលប្រសិនបើករណីថាបណ្ណាល័យហ្នឹងគឺគេអត់មានសភៅឲ្យយើងខ្ចីទេអ្វីដែលយើងចង់បានសភៅមួយណាដែលយើងចង់បានយើងអាចតាក់ទងទៅគេទៅគេអាចខ្ចីជំនួសយើងបានចង់បានន័យថាគេនឹងខ្ចីពីរដ្ឋផ្សេងយកមកឲ្យយើងហើយពេលដែលយើងអានបញ្ចប់ហើយហ្នឹងគឺយើងគ្រាន់តែ return យកទៅឲ្យគេវិញឬមួយក៏យើងយកទៅសងគេវិញទៅគឺបានហើយនិយាយទៅនៅស្រុកនេះចង់អានចង់អីក៏អត់មានពិបាកទេហើយនៅតាម neighborhood របស់គេមួយឬមួយក៏យើងអាចនិយាយទៅនៅតាមភូមិអីគេហ្នឹងគឺគេមានជាកលក្ខណៈកន្លែងប្រឈមមួយសម្រាប់ដាក់សភៅគាត់អានសភៅហើយក៏គាត់អាចដាក់ចូលទៅក្នុងហ្នឹងបានហើយអ្នកដែលឃើញហើយចង់អានសភៅហ្នឹងចង់សុំសភៅហ្នឹងយកទៅក៏បានដែរនិយាយទៅនៅនេះគឺអាចថាគេចូលចិត្តអានច្រើនខ្ញុំចង់ឲ្យប្រជាជនខ្មែររបស់យើងចូលចិត្តអានច្រើនដូចគេដែរដើម្បីមានការអភិវឌ្ឍ